ស្ត្រីអរដូវបាត់បង់កាមតណ្ហាមែនបាទបងប្អូននេះជាអ្វីមួយដែលបងប្អូនតែងតែឆ្ងល់ហើយខ្ញុំនឹងធ្វើការអធិប្បាយហើយផ្ដល់ចម្លើយជូនបងប្អូននៅចុងនៃវីដេអូបាទចឹងសូមបងប្អូនតាមដានវីដេអូនេះពីដើមដល់ចប់បាទបងប្អូនការអរដូវវាមិនមែនទៅវាមិនមែនជាសញ្ញានៃទីបញ្ចប់ឬក៏គ្រាចុងក្រោយនៃជីវិតលើក្រែជីវភាពផ្លូវភេទរបស់មនុស្សស្រីឡើយបាទនេះជាអ្វីមួយដែលបងប្អូនត្រូវតែចាប់អារម្មណ៍ត្រូវតែយកចិត្តទុកដាក់បើប៉ុន្តែបងប្អូនមនុស្សស្រីដែលអរដូវពេលនោះឯងគឺគាត់មិនមានវត្តរដូវទៀតទេមានន័យថាម៉េចមានន័យថាមិនមានការធ្លាក់ឈាមរដូវជាបន្តទៀតទេហើយដោយសារគាត់គ្មាន ovulation គាត់គ្មានការធ្លាក់មេជីវិតមានន័យថាគាត់ក៏គ្មានការមានកូនការមានគភ៌ឬក៏ការមានផ្ទៃពោះផងដែរបាទនេះជាអ្វីមួយដែលតកតងជាមួយនឹងស្ត្រីអរដូវយើងងាកមកមើលជីវិតលើក្រែរបស់គាត់វិញសុខភាពផ្លូវចិត្តរបស់គាត់បងប្អូនកាត់ពិតវាមានការថមថយវាជាច្បាប់ធម្មជាតិបាទមានន័យថាកាមតណ្ហារបស់គាត់ឬក៏ចំណងផ្លូវភេទរបស់គាត់ក៏ចាប់ផ្ដើមមានថមថយបងប្អូនដឹងគ្រប់គ្នាថាមនុស្សយើងកើតចាស់ឈឺស្លាប់គឺជារឿងធម្មតាស្បែករបស់យើងកាន់តែចាស់ចាប់ផ្ដើមរឹតតែជ្រីវជ្រួញអញ្ចឹងជាដើមភ្នែករបស់យើងពេលដែលយើងចាស់ទៅចាប់ផ្ដើមព្រិលរឹតតែខ្លាំងពិបាកក្នុងការមើលបាទទាំងអស់ហ្នឹងគឺជាភាពចាស់នៃសរីរាង្គកាយរបស់យើងដោយឡែកករណីការរួមភេទយើងត្រូវមានការទ្រាមាសយើងត្រូវប្រើប្រាស់ទ្រាមាសយើងប្រើប្រាស់ប្រដាប់ភេទរបស់ស្ត្រីរបស់បុរសនឹងផ្ទាល់ផងដែរបាទអញ្ចឹងប្រដាប់ភេទមិនថាប្រដាប់ភេទរបស់ស្ត្រីប្រដាប់ភេទរបស់បុរសគឺសុទ្ធតែមានចាស់ដូចគ្នាដោយឡែកប្រដាប់ភេទរបស់ស្ត្រីគាត់ចាប់អាចមានចាស់គឺមានកម្រាស់សន្ទាប់ទ្វាមាសរបស់គាត់ក៏វាស្ដើងជាងមុនវាអាចមានសភាពស្ងួតជាងមុនវាអាចមានសភាពក្រៀមស្វិតអីជាងមុនជាដើមបាទនេះជាអ្វីមួយដែលកើតមាននៅលើបងប្អូនស្ត្រីក៏ដូចជាបងប្អូនបុរសផងដែរបាទសរុបសេចក្តីទៅបងប្អូនគឺស្ត្រីអស់រដូវគឺមានកាមតណ្ហារបស់គាត់ឬក៏ចំណងនៃការរួមភេទរបស់គាត់មានការថយថយប៉ុន្តែការថមថយនោះវាមិនមែនសុទ្ធតែបណ្ដាលមកពីកត្តានៃការអស់រដូវទេប៉ុន្តែវាអាចបណ្ដាលមកពីកត្តាផ្សេងទៀតប្រកាសណាបងប្អូនរឿងផ្លូវភេទគឺជារឿងមួយដែលទូលំទូលាយវាមិនមែនតែរឿងសរីរសាស្ត្រទេវាមិនមែនតែរឿងរូបរាងកាយទេវាតកតងនឹងរឿងផ្លូវចិត្តវាតកតងនឹងរឿងអនុស្សាវរីយ៍វាតកតងជាមួយនឹងភាពផ្សេងទៀតជាច្រើនក្នុងនោះខ្ញុំលើកយកពី3ចំណុចដែលយើងឃើញថាជីវិតប្តីប្រពន្ធដែលរស់នៅជាមួយគ្នាយូរឬក៏ជីវិតគូនោះផ្ទាល់តែម្ដងរមែងតែងតែមានបញ្ហាបាទនៅពេលណាដែលបងប្អូនរស់នៅជាមួយគ្នាយូរពេកបាទន័យថាអាចរស់នៅជាមួយគ្នារហូតដល់10ឆ្នាំ20ឆ្នាំ30ឆ្នាំ40ឆ្នាំ50ឆ្នាំការរស់នៅជាមួយគ្នាយូរបែបនេះឯងវានាំឲ្យមានអារម្មណ៍ចិនណាយវានាំឲ្យមានអារម្មណ៍ធុញទ្រាន់បាទទាំងអស់ហ្នឹងគឺវាប៉ះពាល់ទៅលើការរួមភេទទៅលើភាពស្និទ្ធស្នាលរបស់បងប្អូនផ្ទាល់តែម្ដងរហូតដល់មានប្រពៃណីខ្លះមានមនុស្សខ្លះគឺបានបែកក្រែគ្នាចឹងជាដើមនៅពេលណាដែលរួមរស់ជាមួយនឹងគ្នាយូរកាន់តែចាស់ទៅគឺកាន់តែបែកក្រែជាមួយនឹងគ្នាហើយលែងមានការនិយាយស្ដីជាមួយនឹងគ្នាអានេះជាផលប៉ះពាល់ដែលបណ្ដាលមកពីការរស់នៅជាមួយនឹងគ្នាយូរទី2គឺយើងឃើញថាជារួមប្តីប្រពន្ធគឺពេលដែលរស់នៅជាមួយគ្នាយូរគឺយើងធ្វើរឿងដដែលយើងធ្វើគ្រប់រឿងសំបីតែរឿងការហូបចុកសំបីតែរឿងរួមភេទក្បាច់រួមភេទនៅលើក្រែសំបីតែរបៀបនៃការរួមភេទរបៀបនៃការឆ្លើយតបគ្នាក្នុងរឿងផ្លូវភេទឬក៏ក្នុងការដោះស្រាយបញ្ហាអ្វីមួយក៏វាតែដដែលប្រកាសណាស់ខ្មែរយើងធ្លាប់និយាយឲ្យបងប្អូនគឺយើងស៊ីសឡកកោដដែលយើងស៊ីសឡម្ជូរដដែលទៅវាធុញទ្រាន់អញ្ចឹងត្រូវចេះឆ្លាស់គ្នាម្ដងកកោម្ដងម្ជូរអីចឹងជាដើមនេះជាអ្វីមួយដែលយើងដឹងគ្រប់គ្នាហើយដែលយើងយកមកពិចារណាទៅលើរឿងផ្លូវភេទរបស់ស្ត្រីដែលកើតទៅលើស្ត្រីអស់រដូវនឹងផ្ទាល់តែម្ដងបាទបងប្អូនតាមការស្រាវជ្រាវដែលខ្ញុំបានធ្វើការអង្កេតឬក៏ស្រាវជ្រាវទៅលើឯកសារឬក៏ទៅលើប្រវត្តិរឿងរ៉ាវនៅលើពិភពលោកជាច្រើនយើងឃើញថាស្ត្រីអស់រដូវបាទម្នាក់ដែលគាត់ក៏មានចំណងកើនឡើងផងដែរនៅពេលណាដែលគាត់ជួបគូថ្មីបាទត្រង់នេះបងប្អូនបរោះតែនិយាយថាកណាដូដៃគូថ្មីគឺគាត់មានអារម្មណ៍ដូចគ្នាខ្ញុំធ្លាប់សួរមិត្តភ័ក្តិដែរហើយមិត្តភ័ក្តិធ្លាប់និយាយថាអត់តន់ងាប់ទេអត់តន់ទៅណាទេបើសិនជាមានដៃគូថ្មីគឺនៅតែខ្លាំងដដែលបាទហើយដែលយើងនិយាយពាក្យលេងថាដូមេរ៉ូស៊ីនអីចឹងជាដើមបាទយើងមកពីពាក្យខ្មែរថា
đô mê rọc dìn bà chẳng dương đô mê rọc thầm mày chẳng miền đây thầm mày miền đây ta dương tháng thử năm đô mê rọc dìn chỉ đạp bà chẳng năm đấy chỉ bị gì đi bóng ốn mình miền lụa nơi lửa rồi được than đây xong xong một ôn công từ rọc ấy bà chẳng cả ở đây rương pleiเพนี่มันท่าบ่รอมันท่าสตรีที่กันนะดูคือnơi đây rừng mòm chẳng dưng khơi ra lục dếอายุ70 ឆ្នាំលោកលាអាយុ75ឆ្នាំក៏នៅតែមានរៀបការជាមួយនឹងយុវជនដែលអាយុ20ឆ្នាំអីចឹងជាដើមហើយគេស្រាវជ្រាវឃើញថាពេលណាដែលស្ត្រីអស់រដូវហ្នឹងគាត់មានដៃគូថ្មីពេលនោះកម្លាំងកំហែងរបស់គាត់មិនថមថយទេគឺប្រហាក់ប្រហែលជាមួយនឹងជីវភាពផ្លូវភេទឬក៏កំសួលផ្លូវភេទរបស់ស្ត្រីដែលមានអាយុទង់30ឆ្នាំតតែម្ដងបាទនេះជារឿងពិតមួយអញ្ចឹងសង្ខេបមកវិញថាការអស់រដូវនេះវាមិនមែនជាឧបសគ្គដែលធ្វើឲ្យស្ត្រីបាត់បង់ផ្លូវភេទទេប៉ុន្តែវាមានរឿងផ្សេងទៀតដែលធ្វើឲ្យស្ត្រីបាត់បង់ផ្លូវភេទដោយសារមានអាការៈឈឺចាប់អីផ្សេងទៀតជាដើមអញ្ចឹងខ្ញុំឆ្លើយតបទៅបងប្រុសសវខ្ញុំឆ្លើយតបទៅបងស្រីឡហឡដែលខ្ញុំធ្វើអានសំណួររបស់គាត់ចម្លើយរបស់គាត់ថ្ងៃនេះខ្ញុំសូមធ្វើការឆ្លើយតបជារួមទៅកាន់គាត់ថាអញ្ចឹងមានន័យថាម៉េចមានករណីប្តីប្រពន្ធរបស់បងទាំងពីរគឺជារឿងមួយផ្សេងទេវាមិនពាក់ព័ន្ធជាមួយនឹងរឿងការអស់រដូវអញ្ចឹងការផាត់ក្បត់របស់ប្តីប្រពន្ធរបស់បងគឺភាពមិនស្មោះត្រង់គឺការខ្លាយរអើគឺកើតឡើងដោយសារការមិនយល់គ្នាកើតឡើងដោយសារភាពដដែលកើតឡើងដោយសារជីវិតគូរបស់បងមិនបន្ថែមរសជាតិមិនធ្វើការផ្លាស់ប្ដូរអីចឹងជាដើមបាទហើយខ្ញុំគិតថាវីដេអូតាក់ទងជាមួយនឹងការបន្ថែមរសជាតិឬក៏ផ្លាស់ប្ដូរយ៉ាងម៉េចខ្ញុំចង់មករៀនបងប្អូនឲ្យបានយល់ហើយខ្ញុំនឹងធ្វើវីដេអូនៅពេលក្រោយបាទវីដេអូនេះតាក់ទងជាមួយនឹងស្ត្រីអស់រដូវបាត់បង់កាមតណ្ហានេះសូមស្លេះប៉ុណ្្នឹងសិនបាទហើយជួបបងប្អូនជាមួយនឹងវីដេអូផ្លូវភេទនៅថ្ងៃស្អែកជាបន្តទៀតបាទ